បាទសួស្តីកូនសិស្សទាំងអស់គ្នាត្រឡប់មកវិញនៅការបង្រៀននិងដំណោះស្រាយចំពោះគណិតវិទ្យានៅកម្រិតទី5របស់យើងចឹងថ្ងៃនេះយើងចូលទៅដំណោះស្រាយទាក់ទងទៅនឹងចំណោទដោយសារតែលោកគ្រូក៏បានបង្រៀនចប់ពីមេរៀនទាក់ទងទៅនឹងម៉ាមធីមានវងកញ្ចក់និងម៉ាមធីមានវងកញ្ចក់និងគ្នាបរួចហើយចឹងថ្ងៃនេះយើងចូលទៅដោះស្រាយចំណោទទាក់ទងទៅនឹងមេរៀនទាំងពីរនេះដើម្បីបញ្ចប់មេរៀនទាំងមូលដោយសារតែមានចំណោទជាច្រើនអញ្ចឹងលោកគ្រូអាចរំលងមេរៀននឹងបានទេគឺលោកគ្រូចាប់ផ្ដើមមកដោះស្រាយចំណោទអញ្ចឹងក្នុងការដោះស្រាយចំណោទនេះលោកគ្រូសូមដោះស្រាយតាមដោយចេញពីចំណោទសម្រាប់មេរៀនប្រមាណទីមានវងកញ្ចក់មុនអញ្ចឹងនៅក្នុងមេរៀនប្រមាណទីមានវងកញ្ចក់គឺមានចំណោទជាច្រើនតែឡែកថ្ងៃនេះលោកគ្រូលើកយកចំណោទទី1យកមកដោះស្រាយចឹងក្នុងការដោះស្រាយចំណោទគោលការណ៍របស់ដោះស្រាយចំណោទទី1អានប្រធានឲ្យបានយ៉ាងតិច2ដងដើម្បីឲ្យយើងយល់ពីបំរាបរបស់ប្រធានទី2ដឹងពីសំណួរតើគេសួររកអ្វីហើយទី3ដឹងពីប្រមាណវិធីដែលត្រូវប្រើបាទតោះឥឡូវយើងចាប់ផ្ដើមទៅចំណោទរបស់យើងតែម្ដងបាទចំណោទនេះគឺនៅទំព័រ22សម្រាប់សៀវភៅពុម្ពភាសាខ្មែរសៀវភៅពុម្ពគណិតវិទ្យាទំព័រទី22នៅថ្នាក់ទី5ចាឥឡូវយើងចាប់ផ្ដើមចូលទៅដោះស្រាយចំណោទទាំងអស់គ្នាដំណោះស្រាយចំណោទនៅទំព័រ22 1ម្ដាយស៊ីណាយកប្រាក់បាទ 60000 បាទចឹងគ្រូសុំ highlight តិចបាទ 60000 ទៅទិញផ្លែស្វាយ5 ឡូបាទដែលក្នុង1 ឡូបាទ1នេះសរសេរលេខ1ក៏បានដែរណាបាទ1 ឡូបាទក្នុង1 ឡូតម្លៃ 85,500 រៀលតាមម្ដាយស៊ីណានៅសល់ប្រាក់ប៉ុន្មានរៀលអញ្ចឹងយើងមានពាក្យកន្លឹះសល់អញ្ចឹងពាក្យកន្លឹះសល់ធម្មតាយើងមុននឹងដោះស្រាយយើងដឹងសំណួរប្រភេទហ្នឹងវាសល់គឺជាផលដកបាទពាក្យថាសល់គឺផលដកអញ្ចឹងប្រកាសជាមានផលដកនៅលាយឡំជាមួយនឹងប្រមាណធីហ្នឹងហើយអញ្ចឹងឥឡូវយើងចាប់ដើមទៅកាន់ស្រង់បំរាបសិនអញ្ចឹងដំបូងបំរាបគេប្រាប់ថាម្ដាយស៊ីណាយកប្រាក់បាទ 60000 រៀលចេះលោកគ្រូស្រង់បំរាបឲ្យមើលតិចចុះបាទក៏ពិតទៅយើងមិនចាំបាច់ធ្វើអញ្ចឹងទេណាតែដំបូងចេះលោកគ្រូសុំបង្ហាញតិចទៅបំរាបបាទបំរាបទី1ម្ដាយស៊ីណាយកប្រាក់បាទប្រាក់សរុបនេះគឺសរុបចាបាទសរុបបាទ 60000 រៀលបាទហើយទី2ទិញផ្លែស្វាយ5 ឡូដាក់ជួបដល់5 ឡូតម្លៃ1 ឡូវាតម្លៃ1 ឡូបាទ85,500 រៀលបាទអញ្ចឹងបំរាបគេមានប៉ុណ្ណឹងហើយគេសួររកតើម្ដាយស៊ីណានៅសល់ប្រាក់ប៉ុន្មានជាដំបូងយើងត្រូវដឹងពីនេះសិន5 ឡូ1 ឡូវា 85,500 អញ្ចឹងបើ5 ឡូយើងត្រូវធ្វើផលគុណបាទអញ្ចឹងយើងយក 85,500 នេះគុណនឹង5អញ្ចឹងយើងឃើញ5 ឡូហើយដោយសារគេប្រាប់1 ឡូឯងអញ្ចឹងទី2យើងដឹងប្រាក់សរុបហើយអញ្ចឹងចង់ដឹងប្រាក់ដែលស៊ីណាម្ដាយស៊ីណានៅសល់យើងត្រូវយកប្រាក់សរុបនេះមកដកនឹងចម្លើយផលគុណនេះទើបយើងដឹងថាគិតនៅសល់ប៉ុន្មានដោយសារតែលុយគិតសរុបមានប៉ុណ្ណេះនៅក្នុងខោប៉ៅឬក្នុងកាបូបហើយគិតយកលុយនេះឯងទៅទិញផ្លែស្វាយ5 ឡូហើយ1 ឡូ 85,500 រៀលអញ្ចឹង
យើងត្រូវយកគុណ5ឡូសិនមកឃើញចម្លើយចាំយើងយកលុយសរុបនេះទៅដកនឹងអាដែលគាត់ចំណាយអស់5ឡូនឹងចោលទៅគាត់จะឃើញនៅសល់ហើយតើគាត់នៅក្នុងកាបូបនឹងសល់ប្រមាណឬក៏អ្នកលក់អាប់ឲ្យគាត់ប្រមាណទៀតបើគាត់យក 60000 ទៅទិញតើចឹងនៅក្នុងការដោះស្រាយចំណោទយើងមានវិធីច្រើនតែគ្រូសូមបង្ហាញវិធីបែបនេះសូមបបល់បន្តិចថាដៃគ្រូកំត្រង់ដែរអញ្ចឹងគ្រូប្រើបន្តិចជំនួយដើម្បីខណ្ឌពុះចែកបាទជា2បាទតាព្រោះយើងចាប់ផ្ដើមនេះលោកគ្រូសូមដាក់ប្រមាណវិធីអីចាប្រមាណវិធីកាលនេះលោកគ្រូសូមដាក់របៀបឆ្លើយតាបាទអញ្ចឹងមកទីរបៀបឆ្លើយបាទអញ្ចឹងប្រមាណវិធីទី1គឺយើងធ្វើអានេះគឺគុណគ្នាមែនទេអញ្ចឹងលោកគ្រូយកគឺសំដាក់ពើខៀវច្រឡំដាក់ខហមសុតខំតែតដំបូងលោកគ្រូសុំយក8500រៀលបាទគុណនឹងលេខ5 50 ដង 50 ដង 55 ដង 25តែទុក2 58 ដង 40 40បូក2 42បាទរួចបានយើងយកលុយសរុបនេះមកដកនឹងចម្លើយនេះបាទ60000ដកនឹង 42500អត់អីទេអញ្ចឹងយើងអាចបញ្ជ្រាបបានតាvậyលោកឃើញចម្លើយសរុបគឺកូនយក 60000 ទៅដកនឹងចម្លើយដែលគាត់ទិញ 5 ឡូនឹងចោលទិញផ្លែស្វាយ 5 ឡូចោលមកឃើញលុយដែលគាត់នៅសល់ហើយចឹងយើងធ្វើផលដកនេះ0នេះ0តែនេះដកបានទេអញ្ចឹងកូនត្រូវខ្ចីអញ្ចឹងខ្ចីបែបនេះនេះខ្ចីតម្តង់ទៀតនឹងសល់5នេះឡើង10ប៉ុន្តែគេខ្ចីមួយសល់9នេះបានឡើង10វិញបាទអញ្ចឹង10ដក5នៅសល់5 9ដក2នៅសល់7ហើយ5ដក1សល់1បាទអញ្ចឹងចម្លើយរបស់យើងចុងក្រោយគឺ17500រៀលអញ្ចឹងគាត់នៅសល់លុយតែ10000ជាងនេះណាជិត20000ដែរអញ្ចឹងចាប់ដើមឆ្លើយគេសួររកតាមម្ដាយស៊ីណានៅសល់ប្រាក់ប៉ុន្មានរៀលអញ្ចឹងយើងឆ្លើយមកវិញម្ដាយស៊ីណានៅសល់ប្រាក់ហើយស៊ីណានៅសល់ប្រាក់បាទម្ដាយស៊ីណានៅសល់ប្រាក់អញ្ចឹងកន្លែងជួដេកនេះគឺសូមដាក់ពើបន្តិចដោយសារតែវាគឺជាកន្លែងពិសេសសម្រាប់មេរៀនយើងអញ្ចឹងជួដេកកូនត្រូវចាំថាយើងដាក់លេខសរុបនៅមុនអញ្ចឹងដំបូងយក60000អស់60000ដកពីនេះគឺជាប្រមាណវិធីគុណជាប់គ្នាអញ្ចឹងលោកគ្រូប្រើវងកញ្ចក់កុំឲ្យជាប់អានឹងពេក8500គុណនឹង5គុណនឹង5ស្មើអញ្ចឹងនេះកន្លែងនេះគឺសំដាក់ពើខៀវវិញ
ចឹងស្មើនឹងចម្លើយចុងក្រោយគឺ 17500 រៀលបាទ 17500 រៀលបាទចឹងចម្លើយយើងគឺឃើញចុងក្រោយគឺ 17500 រៀលចឹងយើងអាចឆ្លើយដូចនេះបានហើយដូចនេះបាទបដៃស៊ីណាតនៅម្ដាយស៊ីណាច្រឡំស៊ីណាតស៊ីណានៅសល់ប្រាក់អូយរឿងពិបាកសេណានៅលើក្តារខៀននេះសល់ប្រាក់បាទអញ្ចឹងលោកគ្រូតនេះដាក់ពើក្រហម17500 រៀលនេះចង់ដាក់រោស្រៈអ៊ីដល់ឡូក៏បានដែរអីទៅណាបាទខាន់យើងគូហុំនេះបន្តិចមកប៉ុណ្ណឹងក៏បានដែរគូហុំជុំវិញក៏បានអត់អីទេនេះគ្រូសុំ highlight បន្តិចអញ្ចឹងចំពោះចំណោទលេខ1លោកគ្រូសុំបញ្យល់តែប៉ុណ្្នឹងទេដោយសារវាគឺជាចំណោទដំបូងអញ្ចឹងបើសិនជាមានបញ្ហាអីសូមកូន comment នៅក្រោមវីដេអូមកណាហើយអត់យល់ត្រង់ណាអីឬក៏មានបញ្ហាណាមួយកើតឡើងអីហើយកូនពិបាកក្នុងការយល់ចំពោះចំណោទប្រភេទនេះបាទអរគុណច្រើនយើងជួបគ្នានៅវីដេអូក្រោយទៀតក្រុមចំណោទលេខ2បាយបាយ